បាទគ្រប់ជំនួសបងជាកសិករទាំងអស់គ្នាបាទថ្ងៃដែរជួបជាមួយខ្ញុំសំណាងជាអ្នកបច្ចេកទេសនៅក្នុងខ្សោយយន្តកសិកម្មបាទថ្ងៃដែរខ្ញុំមកដល់ខ្ញុំសន្ទុកនៅខេត្តកំពង់ធំបាទកសិករមួយរូបដែលគាត់ជាគំរូល្អណាស់បងប្អូនដីគាត់ចន្លោះពី2ទៅ5ហាត់បាទគាត់អាចបែងចែកបាទនៅខាងនោះគឺគាត់ចិញ្ចឹមជាមួយនឹងគោហើយចំពោះនៅខាងនេះវិញគាត់ជាមួយនឹងផ្ទះសំណាញ់រកខាងយើងហើយបើចំហៀងទៀតបាទគាត់ដាំជាមួយនឹងប្រភេទដងនិងប្រភេទស្មៅឲ្យគោស៊ីបាទគាត់រៀបចំប្រព័ន្ធទឹកបានល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានដីចន្លោះពី1ហាត់ទៅ5ហាត់ពុកម៉ែបងប្អូនអាចរៀបចំតាមគំរូរបស់កសិករនេះបានអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់សាងសង់នៅផ្ទះសំណាញ់ខ្សោយយន្តមានទទួលសាងសង់ផ្ទះសំណាញ់ហើយនឹងតទៀតចូលចំពោះទីផ្សារវិញបាទខ្សោយយន្តមានចុះកងត្រាទទួលទិញបន្លែពីប្រជាកសិករដែលបានសាងសង់ជាមួយនឹងផ្ទះសំណាញ់របស់ខាងក្រុមហ៊ុនយើងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការសាងសង់ផ្ទះសំណាញ់ឬមួយក៏តម្រូវការចង់បានធាតុចូលអាចធ្វើការតាក់ទងមកតាមរយៈផេកភាសាយើងកសិកម្មបានបាទសូមអរគុណ